Ok បងប្អូនអរគ្នាឥឡូវយើងចូលមកដល់YouTube partner step 7របស់យើងហើយ step 7ហ្នឹងទាក់ទិននឹងapply ជាមួយ partner តែម្ដងព្រោះថាធម្មតាយើង upload វីដេអូហើយមិនមែនបានន័យថាយើងអាចរកលុយបានជាមួយ YouTube ក៏ដូចជា Google AdSense ហ្មងទេគឺយើងត្រូវតែ enable monetization ហើយទាក់ទិននឹង enable monetization ហ្នឹងគឺទី1គឺយើងនឹងចុចទៅលើកន្លែងកងហ្នឹងក៏បានកន្លែងកងបានយកពាក្យថា YouTube setting ឬមួយក៏ click លើរូបក៏បានយក YouTube setting កន្លែងហ្នឹងមកណាហើយបន្តមកទៀតគឺបងប្អូន click លើពាក្យថា YouTube setting ហើយបងប្អូន click លើពាក្យថា view additional feature ហើយកន្លែងពាក្យថា monetization នេះបើថាមានបងប្អូនយើងមួយចំនួនបើថាគាត់ព្យាយាមapply partner ហ្នឹងហើយធ្លាប់ទៅលើគេថាអាច apply បានដល់ពេលគាត់ចូលមកដល់ហ្នឹងឃើញកន្លែង monetization នេះ status នេះដាក់the YouTube partner program is currently not available in your country ឃើញទេអញ្ចឹងមកថាគាត់ស្ទះឡើយមួយអញ្ចឹងយើងមានផ្លូវដើរយើងមានផ្លូវត្រូវធ្វើម៉េចកុំឲ្យស្ទះហ្នឹងធ្វើម៉េចដើម្បីឲ្យនេះវាលោតភ្លើងខៀវបានបើយើងចង់ monetize ជាមួយ Google ក៏ដូចជា partner មួយ YouTube បានគឺយើងត្រូវតែធ្វើម៉េចបើកអាភ្លើងខៀវនេះបានហើយវិធីដែលអាចបើកភ្លើងខៀវបានហ្នឹងគឺបើថាឥឡូវខ្ញុំត្រឡប់ទៅវិញសិនដើម្បីមកដល់ live page នេះណាទី1អញ្ចឹងឧទាហរណ៍ថាឥឡូវបងប្អូននៅកន្លែងនេះមួយចុះបងប្អូននៅកន្លែងនេះហ្នឹងបងប្អូនចុចហ្នឹងមកចុចលើពាក្យ video manager មក video manager ហើយបងប្អូនអាចចូលកន្លែងchannel setting នេះណា click លើ channel setting ហ្នឹងមកហើយបងប្អូនអាចមកដល់ហ្នឹងហើយណាទី1ទៀតគឺបងប្អូនអាចចុចលើ YouTube setting ហើយ view additional feature ក៏វានាំបងប្អូនដល់ហ្នឹងដែរឃើញទេអញ្ចឹងឥឡូវកត្តាសំខាន់ទី1មុននឹងយើងអាច apply ជាមួយ YouTube partner បានមុននឹងយើង fill application ពេញឈ្មោះពេញ address យើងគឺយើងត្រូវ enable អានេះសិន enable monetization សិនហើយតើការ enable គឺទី1បងប្អូនចុចលើពាក្យថា advanced កន្លែងនេះឃើញទេចុចលើពាក្យ advanced ហ្នឹងមកហើយបងប្អូនឃើញហើយកន្លែងនេះពាក្យថា country នេះ Cambodia ឃើញទេដោយសារតែ YouTube partner គឺវាអត់ allow ឲ្យប្រទេសខ្មែរយើងហ្នឹងenable monetization ណាអញ្ចឹងវិធីដែលយើងអាចធ្វើបានគឺបងប្អូនអាចវាយពាក្យ Singapore អញ្ចឹងទៅបានថាបងប្អូនអាចយក Singapore យក United Kingdom យកអីចឹងទៅអញ្ចឹងខ្ញុំនឹងយក Singapore ហើយទៅណា Singapore អូខេនេះខ្ញុំនឹងយកពាក្យថា Singapore ហើយខ្ញុំ click លើពាក្យថា saveបន្តមកទៀតខ្ញុំនឹងចូលទៅក្នុង channel setting វិញដដែលហើយម្ដងនេះបងប្អូនចាប់ផ្ដើមឃើញឃើញពាក្យ enable នេះឃើញទេបើថាពីមុនមកវាអត់មានពាក្យ enable ហ្នឹងតែឥឡូវបន្ទាប់ពីយើង select យក Singapore មកវាក៏ load enable មកឥឡូវខ្ញុំក៏បន្តមកទៀតគឺយើងត្រូវ click លើពាក្យថា enable ហ្នឹងមកclick enable ហើយយើង click លើពាក្យថា enable my account ហើយយើងក៏ tick ក្នុងប្រអប់3ហ្នឹងទៅហើយ click លើពាក្យថា I accept ណាហើយបើក្នុងករណីថាវាអត់ចេញ load វាអត់ load អាផ្ទាំងមកទេពេលបងប្អូនចុចលើពាក្យ enable ទៅជួនកាលវាអាចថាបានចឹងដែរព្រោះមានកូនសិស្សមួយចំនួនគាត់ធ្លាប់ជួបប្រទះដែរដល់ពេលចុចលើ enable ទៅគឺវាអត់ចេញទាំងអស់គឺវាគាំងស្ដោកហ្នឹងណាតែលើកនេះវាចេញរហូតគឺវាចេញអញ្ចឹងអត់អីទេអញ្ចឹងបើក្នុងករណីវាអត់ចេញទេបងប្អូនអាចចុចលើនេះហើយ enter មក refresh page នឹងម្ដងទៀតមកហើយចុចលើ enable មក account ម្ដងទៀតទៅអញ្ចឹងណាមកវាអត់ load អាផ្ទាំងមកទេអូខេឥឡូវវា load រហូតអូខេអញ្ចឹងយើងទៅមួយគ្នាទៅtick នេះ tick នេះ tick នេះ tick ទាំង3ហ្នឹងហើយយើង click លើពាក្យថា I accept ហើយយើង click លើពាក្យថា monetize យើង click លើពាក្យថា got it អូខេឥឡូវបងប្អូនសម្លឹងមើលឃើញវាចេញអានេះសញ្ញាសួរនេះមកតែតិចទៀតដល់ពេលខ្ញុំ refresh វីដេអូទៅគឺអាចនិយាយថាវានឹងលោតសញ្ញាដុល្លារហើយតិចទៀតគ្នានេះវាលោតសញ្ញាដុល្លារបានថាហ្នឹងចាប់ដើមបានលុយហើយក៏ប៉ុន្តែនៅពេលដែលយើងគ្រាន់តែ click enable ប៉ុណ្ណឹងគឺវាអត់ទាន់គ្រប់គ្រាន់ទេបើថាបងប្អូនវាទាមទារឲ្យយើងហ្នឹងapply សិនបើថាគ្រាន់តែយើង enable គឺមិនទាន់បានលុយទេព្រោះយើងមិនទាន់បានពេញឈ្មោះផងមិនទាន់ពេញ address ផងមែនទេហើយដល់ពេលបានលុយទៅហើយលុយទៅណាមែនទេលុយទៅណាដល់ពេលបានលុយ
ចូលទៅអ្នកគេអញ្ចឹងបានថាយើងត្រូវ apply ហើយកត្តាសំខាន់មួយទៀតរាល់ពេលដែលបងប្អូន upload ចម្រៀងទៅហើយរាល់ពេលដែលបងប្អូន upload ទៅឃើញកន្លែងនេះកន្លែងសញ្ញាដុល្លារនេះបែរជាមិនឃើញដុល្លារទៅជាឃើញសញ្ញាឧទានណាឧទានពណ៌ប្រផេះចេះអា background ឈុំពណ៌ប្រផេះអញ្ចឹងហើយឃើញឧទានណាបាទថាខ្ញុំឲ្យបងប្អូនលុបវីដេអូនឹងចេញជាបន្ទាន់ទី1ណាហើយទី2ទៀតទៅនឹងកន្លែងកង្គ្រោមនេះបើវាចេញបើវា display text មកបើវាដាក់អក្សរចេញមក match third party content ឬមួយក៏វីដេអូ block worldwide ហ្នឹងបាទថាហ្នឹងវីដេអូហ្នឹងជាប់ copyright ហើយអាហ្នឹងបាទថាវីដេអូហ្នឹងគេ upload ហើយបងប្អូន upload ទៅជន់មួយគេហើយYouTube software ហ្នឹងគឺវាចាប់យើងបានអញ្ចឹងបាទថាខ្ញុំឲ្យ recommend ឲ្យបងប្អូន delete ចេញមើលគាត់ថានិយាយថាឥឡូវឧទាហរណ៍ថាវីដេអូដែលបងប្អូន upload ទៅចេញអក្សរឡើងនេះដាក់ថា match third party content អញ្ចឹងបាទថាបងប្អូនត្រូវលុបចេញអញ្ចឹងបងប្អូន tick ក្នុងហ្នឹងមកហើយ select ពាក្យ action មកហើយចុច delete នេះទៅអូខេហើយយើងលុបវីដេអូចោលឲ្យតែចេញពាក្យ match third party content ហ្នឹងគឺយើងអត់ត្រូវទុកទេអញ្ចឹងបងប្អូនយល់ហើយអូខេឥឡូវយើងទៅ apply AdSense ជាមួយគ្នាទៅនឹងការ apply AdSense ហ្នឹងគឺទី1គឺឥឡូវយើងចេះយើងបិទវីដេអូមួយសិនហើយចាំយើងតាក់ទិនការ apply យើងនឹងទៅវគ្គ8មួយគ្នាអូខេអត់អញ្ចឹងអូខេអញ្ចឹងយើងបញ្ចប់ត្រឹមប៉ុណ្្នឹងសិន